សួស្តីបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមនាំមុខនៅរឿងថ្មីមួយទៀតគឺរឿងខ្មោចលង់ទឹកសូមរីករាយស្ដាប់ដែលមានសេចក្តីដូចតទៅមានភូមិមួយឈ្មោះអាម៉ាតដែលហុកព័ទ្ធទៅដោយធម្មជាតិស្រស់បំព្រងនៅកណ្ដាលភូមិនោះមានស្រះទឹកមួយដែលមានប្រវត្តិយូរលង់ណាស់មកហើយតែគ្មាននរណាហ៊ានទៅជិតទេព្រោះគេហៅវាថាស្រះបាត់ឈ្មោះអ្នកភូមិខ្សឹបខ្សៀវថាស្រះនេះបានលេបត្របាក់ជីវិតមនុស្សជាច្រើនអ្នកហើយអ្នកដែលលង់ទឹកស្លាប់នៅទីនោះមិនដែលបានសុខឡើយកែវជាក្មេងស្រីវ័យ16ឆ្នាំរស់នៅក្នុងភូមិអម៉ាត់នាងជាក្មេងស្លូតត្រង់ហើយចូលចិត្តរត់លេងក្បែរព្រៃថ្ងៃមួយកែវបានបាត់ខ្លួនយ៉ាងអាត់កំបាំងឪពុកបណ្ដាយនិងអ្នកភូមិបានស្វែងរកគ្រប់ច្រកល្ហរតែរកមិនឃើញ3ថ្ងៃក្រោយមកគេក៏ប្រទះឃើញសពរបស់នាងអណ្ដែតលើផ្ទៃទឹកស្រះបាត់ឈ្មោះប៉ូលីសបានសន្និដ្ឋានថាកែវលង់ទឹកដោយចៃដន្យតែអ្នកភូមិនិងឪពុកម្ដាយមិនជឿឡើយកែវចេះហែលទឹកបានយ៉ាងល្អហើយក្បែរស្រះតែងមានមនុស្សច្រើនឪពុកម្ដាយកែវជឿថាមានអ្វីមួយឬនរណាម្នាក់បានទាញកូនស្រីរបស់ពួកគេទៅក្នុងទឹកជ្រៅនោះចាប់តាំងពីកែវស្លាប់មកអ្នកភូមិដែលផ្ទះនៅក្បែរស្រះតែងឮសំឡេងយំសោកសំរេងរាល់យប់សំឡេងនោះពីរោះតែគួរឲ្យព្រឺខ្លាចហាក់ដូចជាយំលាយឡំនឹងការអង្វរក៏ដល់នរណាម្នាក់ពេលខ្លះក៏ឮសំឡេងហៅឈ្មោះម៉ាក់ប៉ាយ៉ាងស្រាលស្រាលម្ដាយរបស់កែវតែងយល់ស្បិតឃើញកូនស្រីខ្លួនឯងក្នុងសុបិននោះកែវតែងលេចមុខដោយទឹកមុខស្លេកស្លាំងខ្លួនប្រឡាក់ទៅដោយភក់និងស្លាយបៃតងហើយលូកដៃមុខរកម្ដាយទាំងអង្វរថាម៉ាក់ជួយកែវផងកែវត្រជាកណាស់គេមិនឲ្យកែវទៅណាទេលោកតាសែមជាអ្នកថែព្រៃឈើចំណាស់ម្នាក់បានប្រាប់រឿងរ៉ាវចាស់ៗពីស្រះនេះលោកតាថាក្នុងស្រះនោះមានវិញ្ញាណក្ខន្ធខ្លាំងពូកែមួយដែលរស់នៅទីនោះរាប់រយឆ្នាំមកហើយវិញ្ញាណនោះតែងជ្រើសរើសមនុស្សដែលមានវាសនាត្រូវឡងទឹកមកធ្វើជាបរិវាររបស់ខ្លួនយប់មួយលីនជាមិត្តភក្តិជិតស្និទ្ធរបស់កែវកំពុងដេកលងលក់ស្រាប់តែមានសំឡេងហៅឈ្មោះនាងយ៉ាងស្រទន់លីនបែកបេកឡើងឃើញកែវឈរនៅមាត់បង្អួចដៃក្រវីហៅនាងហើយទៅជាមួយមុខរបស់កែវញញឹមតែភ្នែករបស់នាងទទេស្អាតហើយសាមជោគដោយទឹកលៀនភ័យរត់ទៅអបម្ដាយប៉ាកែវបានទៅដល់មាត់ស្រះដើម្បីធ្វើពិធីសែនព្រេនតាមប្រពៃណីគាត់ឃើញកំណាត់សម្ពុតចាស់មួយដុំពណ៌ក្រហមជាប់នឹងមែកជ្រៅដែលលយចូលទៅក្នុងទឹកគាត់ចាប់អារម្មណ៍ថាវាជាកំណាត់សម្ពុតចាស់ដែលកែវមិនធ្លាប់ពាក់ហើយគាត់មានអារម្មណ៍ថាវាហាក់ដូចជារបស់អ្នកណាម្នាក់ដែលលង់ទឹកមុនកែវញាក់ភូមិ2នាក់បានទៅបង់សំណាញ់ក្បែរមាត់ស្រះខណៈដែលម្នាក់កំពុងទាញសំណាញ់ឡាយស្រាប់តែឃើញស្រមោលខ្មៅដ៏ធំមួយលៀនចេញពីបាតទឹកហាក់ដូចជាកំពុងអូសទាញសំណាញ់នោះចុះក្រោមពួកគេភ័យស្លន់ស្លោហើយរត់យ៉ាងលឿនដោយមិនហ៊ានងាកក្រោយឪពុកម្ដាយកែវសម្រេចចិត្តទៅរកគ្រូទាយចំណាស់មួយរូបដែលល្បីថាអាចទាក់ទងនឹងវិញ្ញាណបានគ្រូទាយប្រាប់ថាកូនស្រីរបស់អ្នកមិនបានទៅឆ្ងាយទេតែនាងត្រូវបានបង្ខំឲ្យនៅបម្រើម្ចាស់ទឹកហើយគេកំពុងរកមនុស្សថ្មីទៅជំនួសតំណែងនាងហើយយប់នោះបរិសម្នាក់ឈ្មោះសៅដែលធ្លាប់មានគំនុំនឹងគ្រូសាកែវបានដើរកាត់ស្រះបាត់ឈ្មោះគាត់ឮសំឡេងហៅឈ្មោះគាត់ដោយសំឡេងកែវសៅព្យាយាមមិនអើពើតែភ្លាមនោះមានដីត្រជាក់រអិលដោយស្លែបានចាប់ទាញយើងគាត់ឲ្យដួលទៅក្នុងស្រះព្រឹកឡើងអ្នកភូមិបានប្រទះឃើញសាកសពរបស់សៅអណ្ដែតលាផ្ទៃទឹកស្រះដដែលភ្នែករបស់គាត់បាល់ធំទឹកមុខស្លេកស្លាំងពោពេញដោយភាពភ័យខ្លាចហាក់ដូចជាគាត់បានឃើញអ្វីដែលគួរឲ្យរន្ធត់មុននឹងស្លាប់គ្រួសារកែវនិងអ្នកភូមិសម្រាប់ចិត្តធ្វើពិធីបួងសួងយ៉ាងធំដោយមានការចូលរួមពីព្រះសង្ឃនិងគ្រូអាចារ្យពួកគេបន់ស្រន់សូមឲ្យវិញ្ញាណកែវនិងវិញ្ញាណផ្សេងទៀតបានរួចផុតពីការឃុំឃាំងរបស់ម្ចាស់ទឹកដ៏អាក្រក់នោះបន្ទាប់ពីធ្វើពិធីរួចសំឡេងញឹមរាល់យប់ក៏បានស្ងប់ស្ងាត់ទៅវិញស្រះបាត់ឈ្មោះហាក់ដូចជាបានត្រឡប់មកមានសភាពស្ងប់ស្ងាត់ លោកគួរឲ្យព្រឺរបស់វាវិញ
អ្នកភូមិមានអារម្មណ៍ធូរស្បើយតែពួកគេនៅតែមិនហ៊ានទៅចិត្តស្រះនោះដដែល ប៉ុន្មានសប្តាហ៍ក្រោយមកម្ដាយកែវបានយល់សម្បត្តិម្ដងទៀតលើកនេះកែវញញឹមតែមៀងនិយាយថាកែវអាចទៅបានហើយតែមាននរណាម្នាក់នឹងមកជំនួសកន្លែងកែវនៅព្រឹកបន្ទាប់ស្រាបាត់ឈ្មោះបានផ្លាស់ប្ដូរពណ៌ទឹកទៅជាខ្មៅក្រឹបហាក់ដូចជាកំពុងរងចាំភ្ញៀវថ្មីរបស់ខ្លួនរឿងរ៉ាវរបស់ខ្មោចលងទឹកនៅក្នុងភូមិអាមិតមិនតន់ចប់ទេ